ដូច្នេះវេទនាអត់មានច្រើនទេសរុបមកមានតែ3ហ្នឹងជាទុក្ខវេទនាក្តីជាសុខវេទនាក្តីជាឧបេក្ខាវេទនាក្តីគឺត្រឹមតែជាវេទនាប៉ុណ្ណោះឯងប៉ុន្តែសំខាន់ត្រង់ថាចិត្តហ្នឹងព្រមថាត្រឹមតែជាវេទនាឬអត់ទាល់តែឃើញថាតួវេទនាហ្នឹងក៏កើតពីបច្ច័យដែរហើយដឹងបច្ច័យដែលនាំឲ្យកើតទៀតចឹងហើយដឹងថានៅពេលដែលវាកើតវាជាសង្ខារធម៌ទៀតវាអត់ទៀងទេទោះទុកប៉ុណ្ណាក៏ដោយក៏វាតាំងនៅក្នុងសភាពមិនទៀងជាទុក្ខជាអនត្តាអត់ចង់ដូរជំនួសទេវេទនានៅតែជាវេទនាកើតពីបច្ច័យប៉ុណ្្នឹងឯងបាទអញ្ចឹងវិធីគឺចិត្តរបស់យើងគឺត្រូវគិតយ៉ាងណាគឺថាការឈឺហ្នឹងគ្រាន់តែជាឈឺរបស់ឈឺចម្រើនការដឹងសភាវៈតាមសភាពពិតរបស់វាមិនមែនយើងសំខាន់គឺមិនមែនយើងជាសភាវៈកើតមានព្រោះបច្ច័យជាសុខក្តីជាទុក្ខក្តីឲ្យតែយើងទៀមទាថាចង់ឲ្យចិត្តយើងនឹងយ៉ាងនេះយ៉ាងនោះមិនមែនជាសម្មាបដិបត្តិទេគឺយើងចង់បង្កប់បញ្ជាមានន័យថាយើងអត់យល់អនត្តាមានន័យថាបញ្ញាមិនតន់យល់អនត្តាធម៌ដែលកើតពីបច្ច័យកណ្ដាលបានការឈឺនឹងឲ្យទៅតាមដំណើររបស់វាទៅឈឺតាណាឈឺទៅអញ្ចឹងហ៎បងអានឹងពាក្យយើងនិយាយអញ្ចឹងក៏ចេះតែបានទៀតប៉ុន្តែសំខាន់បើបញ្ញាយល់សភាវៈវាហើយអត់កំងត្រេឲ្យឈឺអីឈឺទៅក៏វាមិនបានតាំងចិត្តអញ្ចឹងទៅទៀតនៅពេលណាដែលយើងស្គាល់ថានោះត្រឹមតែជាវេទនាមួយប្រភេទប៉ុណ្ណោះដែលកើតពីបច្ច័យមិនមែនយើងកណាកន្លែងហ្នឹងកណាមិនទាន់សោកចិត្តចូលដល់កន្លែងហ្នឹងសោះដោយសារកណាស្ដាប់ទៅឃើញតែច្បាស់អញ្ចឹងមែនតែជាគុណគឺថាកុំអោយមានខ្លួនយើងជាអ្នកទៅធ្វើធម៌ទៅទៀតក៏មានតែប៉ុន្តែកន្លែងអារម្មណ៍មួយបីតែគំនិតហ្នឹងក៏យើងមិនមែនបង្កប់វាដែរគំនិតថាមិនមែនខ្លួនហ្នឹងមិនមែនបង្ខំឲ្យខ្លួនឯងទៅយល់ថាមិនមែនខ្លួនទេអញ្ចឹងណាមិនមែនទៅបង្ខំខ្លួនឯងឲ្យយល់ថានឹងមិនមែនខ្លួនទេត្រឹមតែជាវេទនាប៉ុណ្ណោះអញត្រូវតែគិតអញ្ចឹងអាហ្នឹងក៏មិនមែនជាការយល់សភាវៈដែរនៅកណ្ដាលគិតអញ្ចឹងវាមានអារម្មណ៍នៅក្នុងគំនិតដែលយើងគិតដដែលកណ្ដាលដូច្នេះហើយបានជាព្រះបរមគ្រូបង្រៀនឲ្យសត្វលោកនឹងរៀនរលឹកដឹងសភាវៈដែលកំពុងប្រកបទាំងអស់នឹងថាសុទ្ធតែជាសង្ខារធម្មដំបូងរៀនជាលក្ខណៈយោនិសោមនសិការៈនៅពេលដែលសតិបញ្ញាកើតឡើងឃើញទល់នឹងសភាវៈនឹងឃើញថាវាកើតពីបច្ច័យពិតមែននៅពេលឃើញធម៌ទាំងឡាយកើតពីបច្ច័យពិតមែនការបង្កប់បញ្ជាទៀមទាថាឲ្យដូចចិត្តយើងនោះក៏មិនមានទៀតដែរស្មាដឹងថាអ្នកបដិបត្តិសមាធិភាគច្រើននៅដំណាក់កាលមួយគឺចង់បានឯកកតាចិត្តនឹងចង់ឆ្លងឲ្យផុតពីការឈឺចាប់អីហ្នឹងហើយដោយយល់ថាផុតពីអាឈឺចាប់ហ្នឹងទៅបានឯកកតាហ្នឹងហើយហាក់ដូចជាអាហ្នឹងជាគោលដៅចុងក្រោយចា៎មិនមែនទេហ្នឹងគ្រាន់តែប្រព្រឹត្តទៅជាកាយវិវេកខាងដើមជាចិត្តវិវេកតែមិនមែនជាទិសដៅទេហើយជាគុណកណ្ដាលសុំកាត់បន្តិចអញ្ចឹងនៅពេលដែលយើងមិនមានខ្លួនថាតគិតនៅក្នុងការធ្វើសមាធិហ្នឹងធ្វើម៉េចបានយើងអាចមានទុនមកបដិសន្ធិក្នុងអារម្មណ៍របស់យើងឲ្យយើងមានឆន្ទៈឬក៏មានមโนញាណរបស់យើងទៅធ្វើកន្លែងហ្នឹងពិបាកក្នុងការដែលចាប់អារម្មណ៍ឬក៏ផ្ដើមច្បិចនៅទុននៃបញ្ញាឲ្យកើតកន្លែងហ្នឹងក៏ត្រូវហើយគឺត្រូវតែលំបាកអញ្ចឹងឯងព្រោះយើងយល់អត់ត្រូវនៅកាលណាដែល right understanding កិច្ចចាប់ផ្ដើមនៃកិច្ចបដិបត្តិគ្រប់យ៉ាងតាមមាគ៌ារបស់ព្រះបរមគ្រូគឺយល់ត្រូវចំពោះសភាវៈមួយដែលមិនមែនជាយើងផ្ដើមពីអាហ្នឹងណា
យល់ពីសភាវៈមួយតាមលក្ខណៈរបស់វាមែនតែន បងឧទាហរណ៍ឲ្យកណាតិចកណាទៅគួរយល់យ៉ាងម៉េចកណា1 2 3 4 5ហ្នឹងកណាពិចារណាយ៉ាងម៉េចយល់យ៉ាងដូចខណៈនេះកំពុងឃើញជាធម៌ឬទេឬក៏យើងឃើញជាចក្ខុវិញ្ញាណ ណា ឬក៏ជាយើងអ្នកឃើញហ្នឹងហើយ ជាចក្ខុវិញ្ញាណប្រជាគុណ ជាចក្ខុវិញ្ញាណជាធัวគួរកំណត់ដឹងដែរឬទេ កណាជាធម៌មិនគួរកំណត់ដឹងទេ មិនក៏មិនគួរកំណត់ដឹង ពីព្រោះធម៌នេះកើតរលត់ហើយវាគ្រាន់តែជាធម្មៈជាប្រកដីហើយកើតឲ្យរលត់ទៅជាធម្មតា តាមពិតជាធัวគួរកំណត់ដឹងឲ្យច្បាស់ថាជាធัวកើតរលត់មិនមែនជាយើង អូកណា បរិញ្ញាតពៈធัวធัวដែលគួរដល់បរិញ្ញាហ្នឹងដូចតេរណបរិញ្ញាអីជាដើមហ្នឹងធัวទាំងហ្នឹងដោយវាគៀកដែលវាសាមញ្ញបំផុតប៉ុន្តែយើងគ្រប់គ្នារំលងនេះណាបើមិនអញ្ចឹងមិនមែនពាហិយៈស្ដាប់ធัวតែបន្តិចកន្លែងហ្នឹងសម្រាប់គុណធម៌ទេទិដ្ឋេទិដ្ឋមតੰពវិសតិឃើញទេខណៈឃើញគឺត្រឹមតែចិត្តឃើញប៉ុណ្ណោះបញ្ញាទេកំណត់ដឹងមិនមែនយើងទេឃើញដល់សភាវៈថាឃើញគឺជាធម្មជាតិឃើញមិនយើងឃើញត្រៃលក្ខធម៌ត្រូវកំណត់ដឹងផ្ដើមពីនឹងទៅខណៈលឺសុទេសុតមតੰភវិសតិខណៈលឺជាធម៌ទេសោតវិញ្ញាណជាធម៌ទេជាធម៌កើតពីបច្ច័យជាសង្ខារធម៌កើតពីបច្ច័យហើយក៏រលត់ទៅនឹងហើយសច្ចធម៌ដែលយើងកំពុងរៀននេះអារម្មណ៍6តាមទ្វារ6នេះឃើញទេតែយើងទៅតាមអំណាចតណ្ហាពិបាកចិត្តដែរក្នុងសភាវៈធម៌ទាំងឡាយហ្នឹងទៅតាមដំណើរបញ្ញាឃើញដល់សភាវៈកើតរលត់ធម្មតារបស់វាសភាពចិត្តក៏នឹងធម្មតាទៅតាមនឹងដែរឃើញទេព្រោះធម៌ប្រែតែធម្មតាទុក្ខវេទនាក៏ធម្មតារបស់ទុក្ខដែរសុខវេទនាក៏ធម្មតារបស់សុខដែរឧបេក្ខាវេទនាក៏ធម្មតារបស់ឧបេក្ខាដែរវាកើតសុទ្ធតែមានបច្ច័យគណៈធំក្លិនដឹងរសជាតិដឹងក្តៅដឹងត្រជាក់ហើយកំពុងនឹកគិតឥឡូវនេះគឺសុទ្ធតែជាធម្មៈណាកាលណាបញ្ញាដឹងថាត្រឹមតែជាការឃើញត្រឹមតែជាការឮត្រឹមតែជាការដឹងក្លិនដឹងរសដឹងផតថពៈនិងនឹកគិតជាទូនាទីរបស់ចិត្តនិងចេតសិកតែប៉ុណ្ណោះដែលធ្វើការយើងមិនមានទូនាទីអីនៅក្នុងនោះទេឃើញទេយើងនឹងមិនមានទូនាទីអីនៅក្នុងនោះទេអញ្ចឹងវិធីថាត្រូវធ្វើម៉េចហ្នឹងក៏គ្មានដែរឃើញបសូតដែលព្រះអង្គប្រោសពាហិយៈថាមនាលពាហិយៈនៅមក share ហ្នឹងនេះធម៌ដែលព្រះអង្គប្រោសពាហិយៈជាធម៌ពិតនៅក្នុងជីវិតហើយពាហិយៈឃើញច្បាស់សច្ចធម៌កំចាត់បងនៅកិលេសបានដោយសារបសូតមួយនេះប៉ុន្តែយើងក៏មើលងាយគិតរៀងងាយពេកចឹងណាងាយពេកចឹងធនជ្រៅបើខណៈបញ្ញារបស់យើងចាប់បានត្រឹមប៉ុណ្ណារឿងរបស់យើងអញ្ចឹងពាហិយៈនឹងដើរស្កាត់ទៅរកព្រះអង្គមកយកទល់ភ្លឺ120យោជន៍អត់ឈប់ទេព្រះអង្គសម្ដែងប៉ុណ្ណាចប់ប៉ុណ្ណឹងពាហិយៈឈ្មោះថាបានបំពេញកិច្ចចប់សពគ្រប់នៅក្នុងពុទ្ធសាសនានេះព្រះអង្គថាតស្មាតហទេពាហិយៈអេវੰសខិតពាំងមនាលពាហិយៈបើដូច្នោះអ្នកត្រូវសិក្សាយ៉ាងនេះថាសិក្សាយ៉ាងនេះនឹងសិក្សាដើម្បីដល់ការបដិបត្តិនៅក្នុងជីវិតហ្នឹងហើយទិដ្ឋេទិដ្ឋមតੰអញ្ចឹងសិក្សាឲ្យយល់ទៅបញ្ញាហ្នឹងវារត់ទៅតាមពាក្យហ្នឹងបានទិដ្ឋេទិដ្ឋមតੰភវិសតិកាលបើការឃើញនៅរូបារម្មណ៍ឃើញអីឃើញនៅរូបារម្មណ៍កើតឡើងគឺមានត្រឹមតែជាការឃើញប៉ុណ្ណោះ
អានឹងបញ្ជាក់ច្បាស់ហើយថាមានត្រឹមតែជាការឃើញប៉ុណ្ណោះវាអត់មានយើងឃើញទេឃើញទេវាអត់មានយើងឃើញទេគឺធាតុឃើញកើតឡើងព្រោះបច្ច័យប៉ុណ្ណោះមានរូបមកកាន់កន្លងមានចក្ខុវត្ថុមានពលឺមានអីសពគ្រប់ទៅគ្រប់បច្ច័យវាក៏កើតការឃើញហ្នឹងតែការឃើញហ្នឹងមិនមែនអ្នកណាទេឃើញទេមិនមែនទេជាធម៌គូកំណត់ដឹងគូសិក្សាអញ្ចឹងឃើញទេសុតេសុតមតੰភវិសតិនៅពេលដែលធាតុលឺកើតឡើងការលឺនេះការលឺសោតវិញ្ញាណជាដើមកើតឡើងហ្នឹងលឺអីលឺនៅសត្វទីអារម្មណ៍កើតឡើងក៏មានត្រឹមតែជាការលឺមិនមែនពាហិយៈឯងហ្នឹងអ្នកលឺទេគឺធាតុលឺហើយច្បាស់ណាស់រឿងដែលយើងចង់លឺវាអត់លឺមិនចង់លឺក៏វាលឺដូចពេលហ្នឹងអញ្ចឹងបើថ្មមិនតន់និយាយអត់ដឹងថាត្រូវលឺអីឃើញទេបច្ច័យដល់ព្រោះមិនលឺមុតេមុតមតੰភវិសតិការបើការប៉ះពាល់ត្រូវប៉ះពាល់កន្លែងមុតៈនេះដែលវាអារម្មណ៍មកដល់ហ្នឹងមានធំក្លិនដឹងរសជាតិនិងដឹងក្តៅត្រជាក់តាមកាយហ្នឹងអាហ្នឹងចូលនៅក្នុងសំណួរបងសួររឿងវេទនាជាដើមហ្នឹងហើយវាឈឺវាអីហ្នឹងគឺចូលនៅក្នុងមុតៈហ្នឹងហើយឃើញទេវាតឹងវាឈឺវាចុកវារយអីចឹងកន្លែងហ្នឹងសិក្សាថាវាមានត្រឹមតែជាការប៉ះពាល់វាត្រឹមតែជាទុក្ខវេទនាប៉ុណ្្នឹងឯងវាអត់មានអ្នកណាជាអ្នករងនៅទុក្ខវេទនាហ្នឹងទេអញ្ចឹងគណៈណាក៏ដោយគណៈដើរជពុបជើងក៏ដោយគណៈប៉ះក្តៅរលាកភ្លើងឬក៏អង្គុយនឹងវាចុកចាប់អីក៏ដោយវាត្រឹមតែជាការប៉ះពាល់តាមផ្លូវកាយអីប៉ុណ្ណឹងកើតឡើងឃើញទេមួយទៀតវិញ្ញាទេវិញ្ញាតមតੰភវិសតិកាលបើការដឹងនៅធម្មអារម្មណ៍ដឹងរឿងរ៉ាវអីហួសពីផ្លូវ5ហ្នឹងកើតឡើងក៏វាមានត្រឹមតែការដឹងប៉ុណ្ណឹងកំពុងសញ្ជឹងគិតកំពុងតែរហូតទៅដល់អបណាចិត្តកើតឡើងរហូតដល់ទៅឈានចិត្តកើតឡើងក៏ដោយក៏ដឹងត្រឹមតែដឹងទៀតឃើញទេអត់មានខ្លួនឯណាទៅបានធัวទេសូម្បីតែឈានកើតឡើងនឹងក៏ដោយរហូតដល់លោកុត្តរចិត្តនឹងកើតឡើងទៅទៀតគឺនៅក្នុងវិញ្ញាទេនឹងទៀតត្រឹមតែចិត្តដឹងនៅនិព្វានតែប៉ុណ្ណោះมันមានពាហិយៈណាជាអ្នកដល់និព្វានឡើយឃើញទេអស់មកតណ្ហានៅក្នុងការចង់ផ្លាស់ប្ដូរនៃធម៌នោះអត់មានទេទោះបីវាជាកាមវចរៈចិត្តជាមហកតចិត្តជាលោកុត្តរចិត្តក៏វាត្រឹមតែជាវិញ្ញាទេវិញ្ញាតមតੰឃើញទេវាបង្ើយនៅក្នុងសង្ខារបានប៉ុណ្្នឹងឯងមេរៀនណាមានតែប៉ុណ្្នឹងប៉ុន្តែត្រូវរៀនបដិបត្តិមួយជីវិតអេវញ្ហិតេពេហយៈសក្ខិតពាំងមនាលពេហយៈអ្នកក៏បីសិក្សាយ៉ាងនេះឯងមេរៀនមួយជីវិតហ្នឹងគឺមានតែប៉ុណ្្នឹងឯងទោះបីយើងរៀនអភិធម្មមួយជីវិតហ្នឹងក៏សរុបមកមានតែប៉ុណ្្នឹងដែរដើម្បីកិច្ចបដិបត្តិតែប៉ុណ្្នឹងសិលសាមសមាធិបញ្ញាស្អីស្អីណានៃចែកតុយណានៃក៏មានតែប៉ុណ្្នឹងដែរនេះគ្រាន់តែព្រះអង្គបញ្ជាក់ទេថាប្រយោជន៍នៃការសិក្សាអញ្ចឹងណាវាមានប្រយោជន៍ម៉េចយៈតោខោទេពេហយៈទិដ្ឋេតដមតੰជាដើមហ្នឹងមនិលពេហយៈក្នុងកាលណាតើកាលណាអ្នកសិក្សាថាឃើញត្រឹមតែឃើញនេះអាត្មាចុចមានន័យថាកាលណាក្នុងកាលណាដែលអ្នកសិក្សាថាឃើញត្រឹមតែឃើញឮត្រឹមតែឮដឹងក្លិនត្រឹមតែដឹងក្លិនដឹងរសត្រឹមតែដឹងរសប៉ះពាល់ត្រូវឈឺក្តៅត្រជាក់ចុកចាប់អីយ៉ាងម៉េចវាមានត្រឹមតែជាការប៉ះពាល់ត្រូវប៉ុណ្ណឹងហើយការដឹងរឿងរ៉ាវឯណាឯណីវាមានត្រឹមតែជាការដឹងធាតុដឹងតែប៉ុណ្ណឹងកាលណាបញ្ញានឹងវាព្រមអញ្ចឹងកាលណាវាកើតឡើងអញ្ចឹងហើយតតោតាំងពេហយនដ្ឋិមនិលពេហយៈក្នុងកាលនោះណាកាលណាបើបានសិក្សាអញ្ចឹងរឿយហើយក្នុងកាលនោះឯងអ្នករមែងមិនមានឡើយវាអត់មានអ្នកឯងទេអ្នករមែងមិនមានគឺអត់មានពេហយៈហ្នឹងពេហយៈដែលកំពុងស្ដាប់ហ្នឹងអ្នកឯងហ្នឹងអត់មានទេតយៈតោថ្វាំងពេហយនេវត្ថិមនិលពេហយៈណែកាលណាបើអ្នកលែងមានហើយមានន័យថាលែងមានសេចក្តីប្រកាន់ថាមានអញជាអ្នកមាននៅក្នុងលោកនេះហើយកាលណាវាលែងមានហើយតតោថ្វាំងពេហយៈនៃវិធៈអ្នកហរੰអ្នកឧបយន្តរេមនិលពេហយៈក្នុងកាលនោះអ្នករមែងមិនមានក្នុងលោកនេះផងអ្នករមែងមិនមាននៅក្នុងលោកខាងមុខផង
អ្នករមែងមិនមាននៅក្នុងចន្លោះនៃលោកទាំងពីរផងមានន័យថាត្រង់ណាមួយក៏គ្មានអ្នកដែរអញ្ចឹងភាពខ្វល់ថាងាប់ទៅកើតឯណាលែងមានមកវាលែងខ្វល់នឹងខ្លួនតាំងពីឥឡូវនេះហើយអញ្ចឹងទៅភ័យថាស្លាប់ទៅកើតឯណាក៏វាលែងមានដែរបើអ្នកវាអត់មានតាំងពីឥឡូវឃើញវាមានតែឃើញឮដឹងក្លិនដឹងរសដឹងផតថាពៈដឹងធម្មអារម្មណ៍តែប៉ុណ្្នឹងឯងនៅក្នុងជីវិតនឹងឯងណែកាលណាចិត្តផុតស្រឡះយ៉ាងនេះហើយអេសេវន្តទុក្ខសៈនេះឯងគឺជាទីបំផុតនៃសេចក្តីទុក្ខនេះឯងជាទីបំផុតនៃសេចក្តីទុក្ខដូច្នេះធម៌ទាំងឡាយជាអនត្តាបើយើងយល់ថាធម៌ទាំងឡាយជាអនត្តាមិនមែនធម៌យើងរៀបចំទេគឺត្រូវចម្រើនការយល់ហើយដូចមកសួរថាចាំដឹងថាជាសញ្ញាចាប់ផ្ដើមពីតាណាគឺចាប់ពីយល់នឹងមកយល់នៅសភាវៈមួយថាតើជាសង្ខារធម៌មែនអត់យល់ហើយពិសោធន៍មើលយល់ពិសោធន៍មើលថាតើចិត្តឃើញនឹងវាកើតពីបច្ច័យមែនអត់ចិត្តឮនឹងកើតពីបច្ច័យមែនអត់រហូតយូរទៅវាទៅជាកម្លាំងឲ្យសតិនឹងកើតរឿយខណៈឃើញខណៈឮធំក្លិនដឹងរសដឹងផតថាពៈដឹងធម្មអារម្មណ៍ដូច្នេះជីវិតនឹងគឺជាការប្រព្រឹត្តទៅនៃលោក6នេះឯងចឹងបើសតិនឹងរវាសនៅក្នុងទ្វារទាំង6នឹងហើយវាអត់ត្រូវការជំនួសដោយវិធីសាស្ត្រអ្វីទៀតទេចប់ត្រឹមប៉ុណ្្នឹងឯងព្រោះក្នុងការចម្រើនអ្វីទាំងអស់ចុងក្រោយបំផុតគឺដើម្បីបញ្ញាកើតឡើងទល់នឹងសភាវៈដែលប្រកបតាមទ្វារទាំង6នេះឯងអញ្ចឹងចិត្តក៏មិនក្តៅក្រហាយថែតិចវាមិនបានធัวទៅតិចវាមិនបានសមាធិទៅតិចវាមិនបានឈានទៅវាអត់ព្រួយអញ្ចឹងផងព្រោះនៅក្នុងឈាននៅក្នុងសមាធិសុទ្ធតែជាសង្ខារធัวទាំងអស់រលត់ទៅទាំងអស់កន្លែងហ្នឹងសំខាន់ណាស់គឺផ្ដើមពីយល់ហ្មងពីយល់នៅពាក្យមួយដែលពុទ្ធបរិញ្ញាហ្នឹងមកកុំរំលងពាក្យមួយ